ចម្រើនបច្ចុប្បន្នហើយយើងអត់ចិញ្ចឹមម៉ែឪរស់យូរដែរម៉ែឪអត់ឲ្យបាយគាត់ពិសាអីចឹងណាបង្អត់បាយគាត់ចឹងណារស់យូរដែរអត់ទេហ្នឹងហើយចម្រើនបច្ចុប្បន្នមានពីរករណីមួយចម្រើនផ្នែករាងកាយសុខភាពរាងកាយមួយទៀតសុខភាពផ្លូវចិត្តណាពីព្រោះមនុស្សយើងរស់មានអាហារពីរគឺអាហារផ្លូវកាយហើយនិងអាហារផ្លូវចិត្តទោះបីជាកូនទំនុកបំរុងមេដាបេដាដោយបច្ច័យ4ដោយលុយកាក់ផ្ទះសម្បែងឡានវិឡាយ៉ាងណាក៏ដោយចិត្តប៉ុន្តែឪពុកម្ដាយពេលចាស់ទៅនៅត្រូវការចាំបាច់មួយទៀតគឺទឹកចិត្តពីកូនសំខាន់ណាស់មែនឬមិនមែនហ្នឹងហើយដូចញាតិញោមដែលមានទ្រព្យសម្បត្តិប៉ុណ្ណឹងមិនជាខ្វះទ្រព្យសម្បត្តិអីទេសម្រាប់រស់ប៉ុន្តែអ្វីដែលនៅត្រូវការគឺទឹកចិត្តអាត្មាកាលទៅប្រទេសអូស្ត្រាលីលើកទី1ធ្លាប់ចូលទៅកន្លែងពេទ្យមនុស្សចាស់ណាហើយញោមអោមលក្ខណៈគាត់ធ្លាប់ធ្វើពេទ្យគាត់នាំអាត្មាទៅចូលមើលមន្ទីរពេទ្យចាស់មានជីតាម្នាក់ហ្នឹងគាត់ចាស់គាត់ឈឺទៅរៀងរឹងខ្លួនរឹងខ្នងក្រោកមិនរួចហើយញោមអោមលក្ខណៈក៏ជួយគ្រាគាត់ឡើងអញ្ចឹងទៅគាត់អាត្មាចាប់ដើមសួរថាញោមតើញោមមកនៅក្នុងមន្ទីរពេទ្យហ្នឹងប្រហែលឆ្នាំហើយគាត់យំមកសន្ទុះសិនខ្មែរយើងហ្នឹងណាគាត់យំមកសន្ទុះសិនគាត់ថាខ្ញុំកណាជាប់គុកងងឹតនេះ2ឆ្នាំហើយគាត់ថាគាត់ជាប់គុកងងឹតនឹង2ឆ្នាំហើយគាត់មិនមែនថានៅក្នុងពេទ្យទេបើនិយាយពីពេទ្យហ្នឹងទំនើបណាស់ញាតិញោមពេទ្យគេថែរក្សាល្អមែនទែនថ្នាក់ថ្នមផ្លាស់សម្លៀកបំពាក់អីរាល់ថ្ងៃលើកនឹងសិតតែមានវិធីលើកគេមានស្អីឧបករណ៍គេទំនើបប៉ុន្តែគាត់អាផ្លូវចិត្តនេះកូនអត់ទៅអើតហ្នឹងហើយខ្មែរសួរថាចុះកូនឧស្សាហ៍មកមើលទេគាត់ថាពីមុនកន្លះខែអីគេមើលម្ដងឥឡូវ2-3ខែមិនតាន់ឃើញមកទេដល់តែអញ្ចឹងតាមស្ថានភាពជំងឺរបស់គាត់មិនមែនត្រូវឆាប់ស្លាប់ទេប៉ុន្តែផ្លូវចិត្តហ្នឹងវាលំបាកវាកណ្ដោចកណ្ដែងគាត់ថាទាមកស្រុកខ្មែរវិញក៏គេអត់ឲ្យមកគាត់នឹកអាឡោះអាឡៃគ្នាគាត់នៅស្រុកខ្មែរនេះហ្នឹងហើយដល់អញ្ចឹងទៅអាត្មាទៅលើក្រោយចង់ទៅមើលគាត់ទៀតថាស្លាប់បាត់ផ្លូវចិត្តក៏ជារឿងសំខាន់មនុស្សយើងពីក្មេងត្រូវការម៉ែណាស់មនុស្សពេលកាន់តែចាស់ក៏ត្រូវការកូនដូចគ្នាអាត្មាធ្លាប់ដឹងចិត្តមនុស្សចាស់មិនខុសពីចិត្តកូនក្មេងទេកាន់តែចាស់កាន់តែងัวច្រើន